ឧបាសិកាម្នាក់នៅក្នុងចូលគងលុបពុទ្ធសាសនាដោយអវាទបំពុទ្ធសាសនាបានអប់រំឲ្យពួកយើងខ្ញុំទាំងអស់គ្នាជាដើរទៅតាមផ្លូវរបស់ពុទ្ធសាសនាគឺមានមេត្តាធម៌មានសប្បុរសធម៌ធ្វើអ្វីទៅដោយលក្ខណៈនៃសិក្ខាបទនៃសិលធ្វើល្អដោយកាយល្អវិចារល្អនិងចិត្តល្អដូច្នេះក្នុងពេលនេះពលរដ្ឋខ្មែរណាមួយដែលលោកកំពុងតែមានទុក្ខទោសមានការធ្វើខុសប៉ុន្តែឥឡូវគាត់កែមកជាត្រូវវិញដូច្នេះក្នុងពុទ្ធសាសនាក៏លោកមានសម្ដែងដែរថាអ្នកដែលធ្វើខុសហើយបានតាំងចិត្តធ្វើត្រូវល្អមកវិញនោះជាបុគ្គលមួយដ៏ល្អជាមង្គលដ៏ល្អដូច្នេះខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរដែរហើយជាអ្នកជ្រកគ្រងពុទ្ធសាសនាក៏សូមលោកអ្នកច្បាប់ទាំងអស់មេត្តាអនុគ្រោះចំពោះអ្នកបុគ្គលទាំង7រូបនោះដែលលោកបានកែខ្លួនត្រូវមកវិញហើយម្យ៉ាងទៀតលោកក៏មានសញ្ជាតិអាមេរិកដែរអញ្ចឹងសូមលោកអ្នកច្បាប់ទាំងអស់មេត្តាអនុគ្រោះឲ្យលោកអ្នកទាំងអស់នោះបានមានសិទ្ធិរស់នៅទីនេះឲ្យបានសេចក្តីសុខផងពីព្រោះជួបជុំម្ដាយឪពុកបងប្អូនកូនចៅដែលនៅទីនេះទាំងអស់គ្នាមិនមានអ្នកនៅស្រុកខ្មែរទេដូច្នេះឲ្យគាត់បានរស់ជួបជុំគ្នាសង្គ្រោះដល់មាតាបិតាឪពុកម្ដាយរបស់អ្នកទាំងអស់នោះឲ្យគាត់បានសុខផងខ្ញុំសូមអរគុណក្នុងនាមខ្ញុំជាខ្មែរសូមមេត្តាជួយចា៎